គន្លឹះ5ដែលនឹងចែករំលែកនៅក្នុងវីដេអូនេះនឹងជួយឲ្យអ្នកនរគ្នាអាចសម្រេចគោលដៅនានាដែលបានកំណត់នៅក្នុងឆ្នាំ2026នេះសួស្តីអ្នកនរគ្នាខ្ញុំ Grace ជឿថាអញ្ចឹងអ្នកនរគ្នាប្រកាសជាបានកំណត់រួចរាល់ហើយនៅគោលដៅដែលចង់សម្រេចនៅក្នុងឆ្នាំ2026នេះត្រូវអត់មិនថាតែគោលដៅផ្ទាល់ខ្លួនគ្រួសារការងារឬក៏ស្នេហាអីជាដើមហើយខ្ញុំសុំសួរបន្តិចពេលដែលបានកំណត់គោលដៅហ្នឹងមានបានគិតឬក៏អត់ទេថាតើគប្បីធ្វើអីគេខ្លះទើបអាចសម្រេចគោលដៅនីមួយៗហ្នឹងអូខេចឹងបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានគិតទេឬក៏បានគិតខ្លះហើយថ្ងៃនេះខ្ញុំចង់ចែករំលែកជាកលឹះមួយចំនួនដល់អ្នកទាំងអស់គ្នាដែលកលឹះដែលខ្ញុំនឹងចែករំលែកនេះគឺនឹងជួយឲ្យអ្នកទាំងអស់គ្នាអាចសម្រេចគោលដៅនានាដែលអ្នកទាំងអស់គ្នាបានកំណត់មិនថាតែនៅក្នុងឆ្នាំនេះឬក៏នៅពេលណាឯងអូខេអញ្ចឹងមុននឹងយើងចូលទៅដល់កលឹះទី1គឺខ្ញុំចង់សូមឲ្យអ្នកទាំងអស់គ្នារកប៊ិចនិងសភៅចេញមកសិនអាចប៊ិចក៏បានខ្មាស់ដៃក៏បានក្តាស់ក៏បានដែរឲ្យតែមានកន្លែងឲ្យយើងសរសេរអូខេចឹងប៊ិចសភៅក៏បានប៉ុន្តែយល់ល្អបើសិនជាអាចមានជាជួតណឬក៏សភៅព្រោះกระดาษវាអាចនឹងងាយបាត់អូខេអញ្ចឹងអ្នកនរគ្នាអាចយកវាចេញមកឲ្យតែមានកន្លែងយើងសរសេរអូខេអញ្ចឹងអ្នកនរគ្នាអាចសូមជួយឆ្លើយនៅសំណួរមួយរបស់ខ្ញុំសំណួររបស់ខ្ញុំដែលខ្ញុំចង់ឲ្យអ្នកនរគ្នាឆ្លើយនោះគឺថាតើគោលដៅឬក៏ version ថ្មីដែលអ្នកនរគ្នាចង់សម្រេចនៅក្នុងឆ្នាំហ្នឹងមានរូបរាងបែបណាហើយសូមឲ្យលម្អិតឧទាហរណ៍ថាអញ្ចឹងនៅក្នុងឆ្នាំនេះត្រឹមចុងឆ្នាំអ្នកទាំងអស់គ្នាចង់ស្អាតជាងមុនចឹងសូមឲ្យអ្នកទាំងអស់គ្នាសរសេរថាតើស្អាតដែលអ្នកទាំងអស់គ្នាចង់បានហ្នឹងវាមានលក្ខណៈម៉េចពីព្រោះនិយមន័យនៃការស្អាតរបស់មនុស្សយើងគឺខុសៗគ្នាអ្នកខ្លះគាត់ថាស្អាតអាចថាស្រក់គីឡូជាងមុនមានរាងអក្សរ S ស្បែកភ្លឺថ្លាជាងមុនឬក៏គីឡូអាប់រាល់ថ្ងៃតាមរយៈការ make up អីចឹងទៅហ្នឹងអញ្ចឹងសូមអ្នកនរគ្នាសរសេរឲ្យលម្អិតថាការស្អាតជាងមុនអ្នកនរគ្នាចង់បានហ្នឹងវាមានលក្ខណៈម៉េចសូមឲ្យលម្អិតឬក៏មួយទៀតអ្នកនរគ្នាចង់ថាមានលុយច្រើនជាងមុនតើមានលុយប៉ុន្មានសូមឲ្យលម្អិតដូចគ្នាមានប៉ុន្មាន 100000 នៅក្នុងកង់ 10000សរសេរឲ្យលម្អិតដូចគ្នាដែរត្រឹមចុងឆ្នាំអីចឹងទៅអូខេអញ្ចឹងឥឡូវឧបកិច្ចថាយើងមានគោលដៅលម្អិតនៅក្នុងសភៅហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅដល់ជំហានទី1ដើម្បីសម្រេចគោលដៅរបស់យើងមួយហ្នឹងអូខេអញ្ចឹងជំហានទី1នោះគឺអ្នកទាំងអស់គ្នាគប្បីត្រូវរៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅនីមួយៗហ្នឹងផែនការសកម្មភាពដើម្បីសម្រេចគោលដៅនីមួយៗហ្នឹងអូខេអញ្ចឹងនៅក្នុងផែនការសកម្មភាពនេះដែរខ្ញុំចង់សូមឲ្យអ្នកទាំងអស់គ្នាសរសេរវាឲ្យលម្អិតហើយមួយវិញទៀតសូមអង្កត់វាអង្កត់មិនឧទាហរណ៍ថាអញ្ចឹងគោលដៅមួយដែលអ្នកទាំងអស់គ្នាចង់សម្រេចហ្នឹងគឺអ្នកទាំងអស់គ្នាចង់ស្រក់គីឡូស្រក់គីឡូអញនិយាយថាត្រឹមចុងឆ្នាំអ្នកនរចង់ស្រក់គីឡូប៉ុន្តែជាជាងការដែលទៅសេគ្រាន់តែចង់ស្រក់គីឡូខ្ញុំសូមឲ្យលម្អិតថាតើអ្នកនរចង់ស្រក់អានគីឡូឧទាហរណ៍ថាអ្នកនរចង់ស្រក់12គីឡូចឹងហើយជាជាងសេថាត្រឹមចុងឆ្នាំ2026ស្រក់12គីឡូខ្ញុំសូមឲ្យលម្អិតអ្នកនរអាចចែកវាទៅរយៈពេលអាចថាចែកវាជា4ម្ដង3ខែអញ្ចឹងត្រឹម3ខែម្ដងអ្នកនរត្រូវស្រក់3គីឡូ4 12ចែក4ណាហ្នឹងហើយអញ្ចឹងត្រឹមខែ3ឆ្នាំ2026នេះត្រូវតែស្រក់3គីឡូខែ6 3គីឡូទៀតខែ9 3គីឡូទៀតខែ12គីឡូល្មមហ្នឹងហើយអញ្ចឹងអ្នកនរអាចទៅសេវាអង្កត់ចឹងផែនការសកម្មភាពសូមអង្កត់បែបហ្នឹង yes ហើយមួយវិញទៀតថាតើធ្វើមិនទើបអាចស្រក់បានម្ដង3គីឡូហ្នឹងហើយសូមឲ្យលម្អិតដូចគ្នាដែរតាមរយៈអាចថាហាត់ប្រាណហ្នឹងហើយហាត់ប្រាណអាចថា3ថ្ងៃយ៉ាងតិច3ថ្ងៃក្នុងមួយសប្តាហ៍សេឲ្យច្បាស់ឲ្យខ្លួនឯងចឹងមករបបអាហារអ្នកទាំងអស់គ្នាអាចធ្វើ fasting ឬក៏បន្ថយការញ៉ាំអត់ញ៉ាំពេលព្រឹកអីចឹងទៅតាមអ្នកទាំងអស់គ្នាស្រាវជ្រាវដោយខ្លួនឯងហ្នឹងហើយឬក៏អាចថាកាត់បន្ថយជាតិផ្អែមអនុញ្ញាតឲ្យខ្លួនឯងញ៉ាំគ្រឿងកំប៉ុងឬក៏ផ្អែមហ្នឹងអាចថាតែម្ដងឯក្នុងមួយសប្តាហ៍ហ្នឹងហើយអញ្ចឹងអានេះបច្ចេកទេសរៀងខ្លួនអ្នកទាំងអស់គ្នាអាចគិតទៅថាតើអ្នកទាំងអស់គ្នាគាត់បីធ្វើអីគេខ្លះទើបអាចសម្រេចគោលដៅនីមួយៗហ្នឹងហើយសូមឲ្យអ្នកទាំងអស់គ្នាអង្កត់វាជាពេលវេលាតិចខ្លីៗសេរីខ្លីៗអញ្ចឹងមូលហេតុដែលខ្ញុំrecommend ឲ្យអ្នកទាំងអស់គ្នាធ្វើការបែងចែកវាជាពេលវេលាខ្លីៗនេះមូលហេតុដោយសារអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាទុកវារយៈពេលយូរពេករហូតដល់1ឆ្នាំវាធ្វើឲ្យអ្នកទាំងអស់គ្នាអាចនឹងភ្លេចគោលដៅមួយហ្នឹងហើយក៏ធ្វើឲ្យអ្នកទាំងអស់គ្នាអាចនឹងអត់សូវមានកម្លាំងចិត្តដូចគ្នាដែរតែការដែលអ្នកទាំងអស់គ្នាបែងចែកវារយៈពេលខ្លីៗឧទាហរណ៍ថារយៈពេល3ខែអ្នកទាំងអស់គ្នាពិនិត្យមិលផលម្ដងអញ្ចឹងអ្នកទាំងអស់គ្នាត្រឹមខែ3អ្នកទាំងអស់គ្នាស្រកបាន3គីឡូអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាសប្បាយចិត្តពេលអ្នកទាំងអស់គ្នាសប្បាយចិត្តអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនៅក្នុងការដើរទៅកាន់យក3គីឡូទៀតនៅខែ6
ហ្នឹងហើយហើយការធ្វើដូចនេះក៏ធ្វើឲ្យអ្នកទាំងអស់គ្នាអាចមើលតាមដានមើលសកម្មភាពមួយចំនួនដែលអ្នកទាំងអស់គ្នាកំណត់កាលពីដើមឆ្នាំហ្នឹងណាតែវាអត់ work ទេអញ្ចឹងយើងអាចបដូរវាចេញដូរសកម្មភាពថ្មីយកមកជំនួសសកម្មភាពដែលវាអត់ work ហ្នឹងចឹងអានេះវាធ្វើឲ្យអ្នកទាំងអស់គ្នាអាចតាមដានការធ្វើកិច្ចការងាររបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានកម្លាំងចិត្តដើរទៅមុខទៀតហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើលក្ខណៈបែបហ្នឹងទៅតាមគោលដៅផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាចង់កំណត់ yes អូខេអញ្ចឹងអាហ្នឹងទី1គឺអ្នកទាំងអស់គ្នាសូមរៀបចំផែនការសកម្មភាពដែលចង់សម្រេចហ្នឹងឲ្យបានលម្អិតចូលដល់កន្លឹះទី2នោះគឺតាក់ទងទៅនឹងផ្លូវចិត្តរបស់យើងអ្នកទាំងអស់គ្នាថៃបានខ្ញុំ include តាក់ទងទៅនឹងផ្លូវចិត្តពីព្រោះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថាផ្លូវចិត្តរបស់យើងគឺដូចជាគ្រឿងម៉ាស៊ីនអញ្ចឹងដែលយើងអាចមើលម៉ូតូឡានមិនថាតែម៉ូតូឡានហ្នឹងថ្មីមិនទេប៉ុន្តែបើសិនជាម៉ាស៊ីនអត់ល្អក៏វាអត់អាចដំណើរការជិះលឿនក៏វាអាចជិះទៅលឿនវាឆាប់ខូចអីជាដើមអញ្ចឹងហើយពួកយើងគឺដូចគ្នាបើសិនបើទីថាយើងនៅក្មេងប៉ុន្តែផ្លូវចិត្តរបស់យើងគិតអវិជ្ជមានយើងអត់ក្លាហានអញ្ចឹងហើយទោះបីជាយើងមានកម្លាំងមាំមួនមិនក៏ដោយក៏អត់អាចធ្វើឲ្យយើងអាចសម្រេចការងារធំឬក៏សម្រេចការងារដែលយើងចង់សម្រេចគោលដៅដែលយើងចង់សម្រេចបានដូចគ្នាដែរហ្នឹងហើយអញ្ចឹងត្រង់ចំណុចទី2នេះគឺតកតងទៅនឹងយើងគប្បីបង្កើតឬក៏បង្កើនបណ្ដោះឬក៏បង្កើនផ្នែកកំណត់ដែលជួយឲ្យយើងរីកចម្រើនផ្នែកកំណត់វិជ្ជមានណាទាំងអស់គ្នាអញ្ចឹងសំណួរសួរថាតើផ្នែកកំណត់វិជ្ជមានហ្នឹងគឺជាអីគេអូខេអញ្ចឹងផ្នែកកំណត់វិជ្ជមានហ្នឹងគឺជាជំនឿដែលជឿដែលមុតមមជឿថាសមត្ថភាពនិងជំនាញនានារបស់យើងគឺសុទ្ធតែអាចធ្វើវាឲ្យល្អប្រសើរឡើងបង្កើនឡើងធ្វើវាឲ្យខ្លាំងឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់យើងចឹងការដែលយើងមានផ្នែកកំណត់បែបនេះអ្នកនរគ្នាគឺជួយយើងបានច្រើនខ្លាំងមែនតើពេលដែលអ្នកនរគ្នាមានផ្នែកកំណត់ថាយើងធ្វើអីក៏បានដែរហើយតែតែជឿថាជំនាញរបស់យើងឬក៏ចំណេះដឹងរបស់យើងសុទ្ធតែអាចបង្កើនឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់យើងវានឹងជួយឲ្យអ្នកទាំងអស់គ្នាមើលឃើញថាបញ្ហាវាគឺជាមេរៀនអានឹងមួយអ្នកទាំងអស់គ្នាអត់ខ្លាចពេលដែលមានបញ្ហាចំពោះមុខទេហើយក៏អ្នកទាំងអស់គ្នាក្លាហាននៅក្នុងការប្រឈមមុខទៅនឹងអញ្ញថាបញ្ហាឬក៏ហានិភ័យនានាដែលកើតឡើងនៅក្នុងជីវិតរបស់យើងតើអ្នកទាំងអស់គ្នាមើលឃើញថាអ្វីដែលកើតឡើងអញ្ញថាបញ្ហាឬក៏ការបរាជ័យវាគឺជាមេរៀនដែលជួយឲ្យយើងទាំងអស់គ្នាអាចរឹងមាំជាងមុនឬក៏អាចដើរទៅមុខដោយភ្លឺថ្លាស្រស់ថ្លាច្រើនជាងមុនអីចឹងទៅចុះមកដល់កលឹះបន្តវិញអ្នកទាំងអស់គ្នាកលឹះទី3គឺអ្នកទាំងអស់គ្នាគប្បីផ្ដោតការគិតការធ្វើសកម្មភាពរបស់អ្នកទាំងអស់គ្នានានានៅក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងគឺដោយផ្ដោតទៅលើខ្លួនឯងជាចម្បងមិនថាតែផ្លូវកាយផ្លូវចិត្តផ្លូវអារម្មណ៍គឺអ្នកទាំងអស់គ្នាត្រូវផ្ដោតអាទិភាពលើខ្លួនឯងហើយខ្ញុំហ៊ាននិយាយថាអញ្ចឹងយើងទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាប្រើការរស់នៅប្រចាំថ្ងៃនេះហាដោយផ្អែកទៅលើការរំពឹងទុករបស់អ្នកដទៃឬក៏តាមការចង់បានមនុស្សជុំវិញខ្លួនណាគឺអ្នកទាំងអស់គ្នានឹងគ្មានថ្ងៃរស់នៅដោយមានក្តីសុខទេព្រោះចិត្តស្ដែងទៅអត់មានណាគេខ្វល់ពីយើងទេលើកលែងឪពុកម្ដាយយើងអត់មានណាគេមកអង្គុយគិតដេកខ្វល់ខ្វាយពីយើងពេញ24ម៉ោងទេមិនថាតែយើងមានគ្រូវ៉ាស្លៀកពាក់មិនឬក៏ធ្វើអីអត់មានណាគេមកអង្គុយខ្វល់ពីយើង24ម៉ោងទេគឺគេអាចគ្រាន់តែមើលអាចនឹងពេលខ្លះនិយាយដើមយើងម្ដងម្ខាងប៉ុន្តែអត់មានណាគេមកខ្វល់ពីយើងទេអានេះវាស្ដាប់ទៅដូចជាអត់គួរឲ្យជឿប៉ុន្តែខ្ញុំហ៊ានធានាថាវាជាការពិតអត់មានណាគេខ្វល់ពីយើងទេហើយនេះហើយអ្នកទាំងអស់គ្នាគប្បីរៀនប្រើការរស់នៅឬក៏ការធ្វើអីផ្សេងៗនិយាយទៅការរស់នៅប្រចាំថ្ងៃដោយផ្អែកទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានធ្វើរឿងអីដែលអ្នកទាំងអស់គ្នាគាត់ថាវាមានក្តីសុខសម្រាប់ខ្លួនឯងដោយមិនបំពេញអ្នកដទៃគឺប៉ុណ្ណឹងគ្រប់គ្រាន់ហើយហើយអ្នកទាំងអស់គ្នាមួយវិញទៀតអ្នកទាំងអស់គ្នាអាចគិតទៅថាតើ version ថ្មីដែលអ្នកទាំងអស់គ្នាចង់សម្រេចត្រឹមចុងឆ្នាំហ្នឹងពួកគាត់នឹងខ្វល់ពីអ្វីជាចម្បងគាត់នឹងផ្ដល់អាទិភាពលើអីគេគាត់ផ្ដល់អាទិភាពលើការមើលថែទាំខ្លួនឯងផ្លូវកាយផ្លូវចិត្តគាត់ផ្ដោតទៅលើគ្រួសារគាត់ផ្ដល់អាទិភាពទៅលើការហ៊ានសូត្រតាមរយៈការមើលសភៅជាប្រចាំអីចឹងទៅអញ្ចឹងអ្នកនរគ្នាអាចអង្គុយគិតតិចទៅហើយពេលដែលអ្នកនរគ្នាគិតឃើញហើយថា version ថ្មីរបស់អ្នកនរគ្នាចង់សម្រេចហ្នឹងគាត់ផ្ដោតលើអីគេអ្នកនរគ្នាចាប់ផ្ដើមផ្ដោតពីឥឡូវទៅដោយអត់ចាំបាច់ចាំដល់ចុងឆ្នាំទើបផ្ដោតទេការធ្វើដូចនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាអាចឆាប់សម្រេចបាននៅគោលដៅឬក៏ version ដែលអ្នកនរគ្នាចង់សម្រេចហ្នឹងអាចថាមុនពេលវេលាទៀតហើយមានតែអ្នកទាំងអស់គ្នាទើបដឹងថាអ្វីដែលវាជាភាពចាំបាច់ឬក៏សំខាន់អ្នកទាំងអស់សំខាន់សម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាចចំណាយពេលនៅក្នុងការគិតតិចទៅហើយបន្ទាប់មកក៏ចាប់ផ្ដើមផ្ដោតការគិតការធ្វើសកម្មភាពរបស់យើងដោយផ្អែកទៅតាម version ដែលអ្នកទាំងអស់គ្នាចង់សម្រេចនៅក្នុងឆ្នាំ2026ហ្នឹង
ចូលមកដល់កលឹះបន្តវិញគឺថាហ៊ានបន្ថយ take risk ចឹងអ្នកនាងពេលដែលខ្ញុំមកដល់វ័យនេះទៅខ្ញុំទទួលស្គាល់ថាចេះការដែលយើងហ៊ាន take risk ដើរចេញពី comfort zone ណាគឺវាជួយយើងបានច្រើនខ្លាំងមែនតើទីមួយនោះគឺធ្វើឲ្យអ្នកទាំងអស់គ្នាអាចដឹងពីសក្តានុពលរបស់យើងពីចំណុចខ្លាំងណាមួយដែលវាកប់ទុកយើងអត់បានប្រើការវាឬក៏យើងអត់ដឹងថាយើងមានទៅលើភាពខ្លាំងមួយហ្នឹងដោយសារអីយើងតែងតែនៅ comfort zone យើងប្រើ skill ដដែលអីចឹងទៅហើយមួយវិញទៅការដែលយើងហ៊ានប្រឈមមុខនឹង risk មួយចំនួនក៏វាធ្វើឲ្យយើងរីកចម្រើនច្រើនជាងមុនដូចគ្នាដែរហើយខ្ញុំទទួលស្គាល់ថាការដែលយើង take risk ការដែលយើងដើរចេញពី comfort zone ពីអ្វីដែលយើងធ្លាប់តែ comfort ហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ uncomfortable វាអាចជួបបញ្ហា yes វាអាចជួបការបរាជ័យពេលខ្លះវាមិនមែនម្ដងវាអាចច្រើនដងប៉ុន្តែពេលដែលយើងជួបបរាជ័យទាំងអស់ហ្នឹងហើយពេលដែលយើងហ៊ានងើបឡើងពីភាពបរាជ័យហ្នឹងវាធ្វើឲ្យយើងខ្លាំងជាងមុនយើងទទួលបានមេរៀនថ្មីហើយគ្រប់ពេលដែលយើងក្រោកឡើងហ្នឹងក៏យើងមិនក្រោកដោយតទេស្អាតទេគឺយើងទទួលបានមេរៀនថ្មីយើងល្អប្រសើរច្រើនជាងមុនហើយអារឿងទាំងអស់ហ្នឹងហើយវាជួយឲ្យយើងទាំងអស់គ្នាអាចដើរទៅកាន់ version ឬក៏គោលដៅដែលយើងចង់សម្រេច along the way ហ្នឹងនេះខ្ញុំធ្លាប់ឃើញ post មួយនៅក្នុង IG ណាគេនិយាយថាកសិករដាំម្លឹកពីចការជាប់គ្នាកសិករនៅចការ A ហ្នឹងគឺគាត់ដាំអាឡឹកតាមរបៀបដដែលហ្នឹងហើយអញ្ចឹងគាត់បានផលដដែលរហូតតែកសិករ B ថ្ងៃមួយគាត់ក៏ហ៊ានបន្ថយនៅក្នុងការដាំតាមរបៀបផ្សេងពេលដែលគាត់ដាំដំបូងគឺគាត់បរាជ័យអត់ទទួលបានផលល្អហើយកសិករនៅចការ A ហ្នឹងគឺគាត់សើចអីចឹងទៅដែលគាត់ហ៊ាន take risk ប៉ុន្តែក្រោយពេលកសិករ B គាត់ take risk ហើយគាត់បន្ថយវាបរាជ័យម្ដងធ្វើឲ្យគាត់ដាំអាលើកទី3ហ្នឹងគឺគាត់ទទួលបានផលល្អហើយបានផលច្រើនជាងអាពេលដែលគាត់ធ្វើដដែលហ្នឹងវាទីហោថាចេះធ្វើដដែល3ដងគាត់បាន1តោនប៉ុន្តែអាគាត់ធ្វើ3ដងដូចគ្នាបរាជ័យ2ដងអត់បានអីតែលើកទី3នេះគាត់បាន5តោនចឹងគាត់ចំណេញខ្លាំងមែនតើចានេះវាជាមេរៀនមួយដែលយើងគប្បីរៀនពីរឿងមួយហ្នឹងដោយពេលខ្លះការដែលយើងបន្ថយ yes វាអាចធ្វើឲ្យយើងបរាជ័យឬក៏យើងមានអារម្មណ៍ uncomfortable ប៉ុន្តែយើងទទួលបានមេរៀនថ្មីហើយពេលខ្លះអាពេលដែលយើងទទួលបានផលហ្នឹងវាអាចទទួលបានផលច្រើនជាងពេលដែលយើងធ្វើរឿងដដែលហ្នឹងដូចគ្នាដែរគេចឹងចូលទៅដល់កលឹះចុងក្រោយវិញគឺអ្នកទាំងអស់គ្នាក៏បីឧស្សាហ៍នៅក្នុងការធ្វើ reflection តាមដានសកម្មភាពរបស់យើងការធ្វើសកម្មភាពរបស់យើងហ្នឹងតាមដានលទ្ធផលក៏ដូចជាឧស្សាហ៍នៅក្នុងការលើកទឹកចិត្តខ្លួនឯងតាមរយៈការផ្ដល់ reward ផ្សេងកន្លែងនេះគឺសំខាន់ខ្លាំងមែនតើហើយវា link ទៅដល់កលឹះទី1ដែលខ្ញុំណែនាំមកអ្នកទាំងអស់គ្នាអង្គផែនការសកម្មភាពយើងជារយៈពេលខ្លីៗហ្នឹងណាព្រោះការដែលយើងធ្វើបែបនេះគឺយើងអាចតាមដានផែនការសកម្មភាពឬក៏ការធ្វើសកម្មភាពរបស់យើងហ្នឹងបានទៀងទាត់យើងដឹងពីលទ្ធផលរបស់យើងបើសិនជាឧទាហរណ៍ថាវាអត់ជោគជ័យទេគឺវាត្រឹមតែ3ខែឯងអញ្ចឹងហើយយើងអាចរកវិធីកែខៃបានហ្នឹងហើយអញ្ចឹងហើយអ្នកនរគ្នាក៏បីឧស្សាហ៍តាមដានធ្វើសារ reflection ទៅលើអ្វីដែលយើងធ្វើទៅអាណាដែលវា work យើងបន្តធ្វើវាទៀតឬក៏អាណាដែលវាអត់ work ទេយើងអាចបដូរដោយផែនការសកម្មភាពថ្មីដើម្បីអាចសម្រេចគោលដៅរបស់យើងរយៈពេល1ឆ្នាំហ្នឹងហើយដូចគ្នាដែរនៅពេលដែលអ្នកទាំងអស់គ្នាធ្វើ reflection បូកសរុបលទ្ធផល3ខែម្ដងហ្នឹងអ្នកទាំងអស់គ្នាក៏បីផ្ដល់ reward ដល់ខ្លួនឯងជាការលើកទឹកចិត្តចានេះវាតទៅនឹងខួរក្បាលណាអ្នកនរគ្នាពេលដែលខ្ញុំរៀនពី neuroscience តទៅនឹងខួរក្បាលខ្ញុំមកឃើញថាចេះខួរក្បាលយើងដូចកូនក្មេងអញ្ចឹងដែលតែងតែត្រូវការរបស់លើកទឹកចិត្តរហូតចឹងហើយការដែលអ្នកទាំងអស់គ្នាឧស្សាហ៍នៅក្នុងការតាមដានលទ្ធផលរយៈពេលខ្លី3ខែម្ដងនេះហើយយើងផ្ដល់ reward ឲ្យខួរក្បាលរបស់យើងគឺធ្វើឲ្យយើងមានកម្លាំងចិត្តនៅក្នុងការដើរទៅកាន់គោលដៅបន្ទាប់ទៀតឧទាហរណ៍ថាពេលស្រក3គីឡូអ្នកទាំងអស់គ្នាឲ្យជា reward ខ្លួនឯងឧទាហរណ៍ថាទិញកាដូអីតិចតួចឬក៏ whatsoever អ្នកទាំងអស់គ្នាចង់ឲ្យចឹងហើយធ្វើឲ្យយើងសប្បាយចិត្តចឹងអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនៅក្នុងការទៅយក3គីឡូទៀតនៅខែ6ហើយបន្ទាប់មកខែ9ខែ12ដល់ពេលចុងឆ្នាំអ្នកទាំងអស់គ្នាអាចសម្រេចគោលដៅអ្នកទាំងអស់គ្នាកំណត់ហ្នឹងហើយអានេះវាជារឿងដ៏ល្អមួយ yes អ្នកនរគ្នាអាចក៏បីអនុវត្តកន្លែងហ្នឹងព្រោះនេះខ្ញុំធ្វើជាក់ស្ដែងហើយគឺវាទទួលបានផលហ្នឹងហើយទទួលបានផលពីការដែលយើងផ្ដល់ reward ឲ្យខ្លួនឯងហ្នឹងជាចុងក្រោយចាំបញ្ជាក់គ្នាយើងថាដើម្បីសម្រេចគោលដៅនានាដែលយើងកំណត់មិនថាតែនៅក្នុងឆ្នាំ2026នេះឬក៏នៅក្នុងពេលណាទេគឺវាទាមទារឲ្យយើងទាំងអស់គ្នាមានគោលដៅឲ្យបានលម្អិតធ្វើសកម្មភាពដើម្បីសម្រេចគោលដៅហ្នឹងឧស្សាហ៍នៅក្នុងការតាមបានហើយក៏ដូចជាឲ្យ reward ឲ្យខ្លួនឯងឲ្យបានជាប់លាប់
វាទាមទារឲ្យយើងទាំងអស់គ្នាមានជាសកម្មភាពមិនមែនគ្រាន់តែយើងកំណត់គោលដៅឲ្យចោលហើយរំពឹងថាវាកើតឡើងដោយអភិនិហាក្នុងរយៈពេល1យប់ទេហើយខ្ញុំនិយាយនេះមិនមែនន័យថាខ្ញុំអត់ជឿលើអភិនិហាទេមែនស្មោះត្រង់តែខ្ញុំជឿអ្នកទាំងអស់គ្នាប៉ុន្តែវាមានភាគរយតិចខ្លាំងមែនតើដែលវាអាចនឹងកើតឡើងនៅក្នុងជីវិតយើងហើយនេះហើយមិនបានយើងត្រូវយកគោលដៅដែលយើងខំកំណត់វាយ៉ាងស្រស់ស្អាតទៅជឿលើរឿងដែលវាមានឱកាសតិចតួចនៅក្នុងការកើតឡើងអញ្ចឹងណាចឹងខ្ញុំជឿថាជាមួយនឹងកន្លឹះ5ដែលខ្ញុំចែករំលែកអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាអាចដើរទៅមុខដោយច្បាស់លាស់មានការគិតមួយដែលវិជ្ជមាននឹងឲ្យស្រស់ថ្លាដើរទៅមុខរហូតហើយក៏អាចសម្រេចនៅគោលដៅនានាដែលអ្នកទាំងអស់គ្នាបានកំណត់នៅក្នុងឆ្នាំ2026នេះដោយជោគជ័យទាំងអស់គ្នាអូខេចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយ